តាមច្បាប់តើការប្រើប្រាស់អំពើហិង្សាប្រព្រឹត្តដោយសហព័ន្ធឬអនីតិសង្វះជនមានទោសកម្រិតណាដើម្បីយល់ជ្រាបអំពីកម្រិតទោសនៃបទល្មើសខាងលើនេះយើងត្រូវយល់នៅពាក្យសហព័ន្ធនិងអនីតិសង្វះជនជាមុនសិនយោងតាមវចនានុក្រមច្បាប់សហព័ន្ធគឺសំដៅទៅលើប្តីប្រពន្ធដែលបានចុះអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ដែលជាទូទៅយើងហៅថាចុះអេតាស៊ីវិលនឹងឯងរីឯពាក្យថាអនីតិសង្វះជនគឺសំដៅទៅដល់ស្ថានភាពបុរសស្ត្រីដែលគាត់រួមរស់នៅជាមួយគ្នាតែពុំបានចុះសម្បត្តិអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់នោះទេជាការពិតណាស់ជីវិតជាប្តីប្រពន្ធតែងតែជៀសមិនផុតអំពីការរកម្មរកូសទាស់ទែងក្នុងគ្រួសារនោះទេហើយការរកម្មរកូសទាស់ទែងទាំងនោះខ្លះអាចឈានទៅដល់ការប្រើអំពើហិង្សាក្នុងគ្រួសារថែមទៀតផងដោយយោងទៅតាមក្រមព្រហ្មទណ្ឌមាត្រា222អំពើហិង្សាប្រព្រឹត្តដោយសហព័ន្ធឬអនីតិសង្វះជនមាត្រានេះបានចែងថាអំពើហិង្សាប្រព្រឹត្តដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលកាលបើអំពើហិង្សានេះត្រូវបានប្រព្រឹត្តដោយសហព័ន្ធឬអនីតិសង្វះជនរបស់ជនរងគ្រោះឧទាហរណ៍ខ្លីឲ្យងាយយល់ថាប្តីនឹងទៅផឹកស៊ីសវឹងអួរពនួរមកដល់ផ្ទះស្រាប់តែវាធ្វើបាបប្រពន្ធ